Energy Skyline តែយើងត្រូវឆ្លងសល់ហាងនោះតែមានឆ្ងាយខ្ទស់15គីឡូពីភ្នំពេញជិះតាមសាឡាងមកហើយខ្ទង់40គីឡូជិះតាមស្ពាន20តែម្នាក់ចូលទៅបងប្អូនយកចំណីហាងទៅខ្លួនហើយអាចទិញនៅចំណីហាងនៅកន្លែងខ្លួនហ្នឹងក៏បានដែរបាយថ្ងៃតោះមកខ្ញុំបានចូលកង់ទី1ដើម្បីជិះដើរកំសាន្តទេសភាពនៅសួនកដងស៊ីទីហ្នឹងមានគេចិញ្ចឹមសត្វមានសត្វស្លូតឬសត្វកាយហើយបងប្អូនអាចចូលមកទស្សនាបានយ៉ាងប្លែកចម្លែកអារម្មណ៍ដែរបាទខ្ញុំបងប្អូនបានឃើញកង់នេះក្នុងវីដេអូនេះជាកង់ដែលយើងអាចចូលគេបានដាក់ទីដាក់លើយើងហត់លើច្រើនអញ្ចឹងយើងជិះកង់ទៅយើងជួលតាមតម្លៃទៅគេកំណត់តាមតម្លៃ$5 $7 និង$12ដែលយើងអាចជួលទៅបានណាយើងមកកន្លែងសន្និសីទក្នុងនោះបងប្អូនឃើញការចិញ្ចឹមសត្វបងប្អូនដើម្បីបង្ហាញឲ្យបងប្អូនបានឃើញមានការពិសោធន៍សេសត្វសំពោចសត្វឆ្មានេះប្រភេទឆ្មាជាចប់នេះដូចជា Husky ប្រភេទ Husky ហើយជាងសំខាន់ផ្ទះនីមួយៗដែលយើងបានឃើញយ៉ាង
จากทำไมโจตุสนาบ้านของไรห่างไปไหมសូមអរគុណច្រើនសម្រាប់ការតាមដានទស្សនារបស់បងប្អូនជួបគ្នានៅវីដេអូក្រោយទៀតសូមអរគុណបាទ